សួស្តីបងប្អូនទាំងអស់គ្នាដែលជាអ្នកដាំទុរេនរាត្រីនេះរាត្រីទី28ខែមករាឆ្នាំ2026ជាពេលវេលាមួយដែលអ្នកដាំទុរេនដើរបោសផ្កាមានន័យថាហិតក្លិនហើយបានទាំងក្លិនហើយបានពណ៌ទាំងខ្លួនទៀតបាទអញ្ចឹងតើសារៈសំខាន់នៃការបោសផ្កាមានអីខ្លះបាទមុននឹងបង្ហាញអំពីសារៈសំខាន់នៃការបោសផ្កាក៏តែងតែថាពីមុនមកយើងអត់ដែលបោសទេផ្កាទុរេនហេតុអីបានទុរេននៅតែតោងមានក្តឹបមានផ្លែអីដែរបាទប៉ុន្តែបច្ចេកទេសក្រោយៗមកយើងចេះតែសិក្សាយើងចេះតែពិសោធន៍អីសពគ្រប់បែបយ៉ាងទៅឃើញថាការបោសផ្កាឬក៏ការបង្កាត់ផ្កាដោយកម្លាំងពលកម្មរបស់មនុស្សឃើញថាមានប្រសិទ្ធភាពជាងការដែលមិនបោសផ្កាបាទការដែលយើងមិនបានបង្កាត់ពាក់ព័ន្ធនឹងបញ្ហាហ្នឹងពីមុនមកយើងអត់ដែលធ្វើតែយើងមានសត្វឃ្មុំយើងមានអីសពគ្រប់បែបយ៉ាងយើងមានខ្យល់យើងមានអីក៏ជាអ្នកបង្កាត់ដែរបង្កាត់លំអងនឹងរវាងកេសរញីនិងកេសរឈ្មោលហ្នឹងប៉ុន្តែក្រោយមកយើងឃើញថាការប្រើប្រាស់ថ្នាំពុលស្មាំសម្រាប់សត្វល្អិតច្រើនឃ្មុំអត់មានសូវនៅក្នុងចំការមួយទេអញ្ចឹងការបង្កាត់ត្រូវបានធ្លាក់ចុះការពំនាំលំអងកេសរឈ្មោលទៅជួបជាមួយនឹងស្តិចម៉ាតនៃផ្កាញីអត់សូវមានអញ្ចឹងទេយើងក៏ប្រព្រឹត្តតាក់ទងទៅនឹងការបោសអញ្ចឹងដោយកម្លាំងមនុស្សបាទអញ្ចឹងការបោសយើងត្រូវយកឧបករណ៍ទុនដូចជាជក់អីចឹងជាដើមអញ្ចឹងតែត្រូវការឲ្យស្អាតណាសម្អាតវាឲ្យស្អាតហើយសូមយកមកបោសต็มទីឲ្យទុនការបោសហ្នឹងអ្វីដែលសំខាន់បំផុតគឺយើងពំនាំកេសរឈ្មោលទៅជួបជាមួយនឹងស្តិចម៉ាតនៃផ្កាញីតែបើសិនជាយើងបោសអត់ដឹងទេយើងបោសចេះតែប៉ាត់ណាប៉ាត់ណីទៅអាហ្នឹងវាមិនល្អទេហ្នឹងមួយចូលចំណុចទី2ហាមយ៉ាងណាកុំឲ្យជក់របស់យើងដែលបោសហ្នឹងទៅប៉ះជាមួយមែកទៅប៉ះជាមួយដើមទៅប៉ះជាមួយនឹងស្លឹកអីជាដើមឬក៏ប៉ះក្រៅពីផ្កាហ្នឹងក៏អត់ល្អដូចគ្នាដែរបងប្អូនខ្លះលេស្រាប់តែលើកទៅអីទៅប៉ះជាមួយដើមប៉ះជាមួយស្លឹកយើងក៏អត់ដឹងថាដើមយើងបាញ់ស្អីខ្លះប្រឡាក់នៅលើហ្នឹងស្លឹកមានប្រឡាក់ថ្នាំពុលមានថ្នាំជំងឺឬក៏អីច្រើនដល់ពេលយើងយកមកជក់នឹងទៅប៉ះដើមទៅប៉ះស្លឹកហ្នឹងហើយយើងបែរទៅយកទៅប៉ះជាមួយផ្កាយើងវិញទៀតដូចនាំបញ្ហាទៅអញ្ចឹងបាទអញ្ចឹងការបោសផ្កាគឺយើងធ្វើអញ្ចឹងដូចអញ្ចេះអីណាយើងបោសវាថ្នមមួយអញ្ចឹងទៅអាហ្នឹងគឺជាការបង្កាត់ហ្នឹងហើយណាមួយទៅគោលបំណងរបស់យើងគឺយកអាលំអងរបស់ឈ្មោលហ្នឹងទៅប៉ះជាមួយចុងស្តិចម៉ាតនៃផ្កាហ្នឹងអញ្ចឹងផ្កាទាំងអស់មកជុំវិញហ្នឹងឃើញខាងចុងវាសិតតែសទាំងអស់តែវាមានអាកដាលមួយវាពណ៌លឿងអាហ្នឹងហើយយកអាចុងនៃពណ៌សហ្នឹងទៅប៉ះជាមួយអាចុងនៃពណ៌លឿងមួយហ្នឹងអាហ្នឹងដែលយើងហៅថាបង្កាត់នឹងឯងហើយការបង្កាត់នៃទៀតសោតឱកាសនៃការយើងដែលបង្កាត់ហ្នឹងយើងអាចបង្កាត់ពីថាម៉ោង6ល្ងាចហ្នឹងហើយរហូតដល់ម៉ោង9ឬក៏ម៉ោង10យប់ឱកាសពេលហ្នឹងគឺជាឱកាសមួយដែលផ្កាទុរេនអាចបង្កាត់បានតែបងប្អូនហ្នឹងវារីកល្ងាចហ្នឹងហើយស្អែកបានទៅបោសបានទៅអីក៏អត់សូវមានប្រយោជន៍ដែរព្រោះអីអាតងជើងនៃផ្កាឈ្មោលហ្នឹងវាត្រូវបានដាច់សដកបាត់ហើយមានន័យថាលែងតភ្ជាប់ទៀតហើយអញ្ចឹងក៏អត់មានប្រសិទ្ធភាពអីដែរយើងឃើញផ្ការីកតែមួយថ្ងៃក្រោយមកគឺរួយមកតែម្ដងដល់អាបញ្ហារួយនឹងហើយគឺជាបញ្ហាមួយដែលលែងបង្កាត់កើតហើយដល់ពេលបង្កាត់អត់កើតយើងទៅប្រឹងបោសយើងទៅប្រឹងអីធ្វើអីកើតទៀតអាហ្នឹងដែលជាអត់មានប្រសិទ្ធភាពអញ្ចឹងការធ្វើការអនុវត្តអីកន្លងមកត្រូវទៀមទាឲ្យមានបទពិសោធន៍ត្រូវទៀមទាយកការយកចិត្តទុកដាក់ជាធំទើបយើងធ្វើទៅវាបានប្រយោជន៍ដល់ពេលយើងអត់សូវដឹងយើងឃើញគេធ្វើតាមគេយើងឃើញគេបោសតាមគេចុងក្រោយបោះគេកាន់បោះយើងឈូអស់មូលហេតុអីថាធ្វើដូចគេដែរមិនខ្ញុំឈូអត់ទេអត្ថន័យនិងខ្លឹមសារវាអាចខុសគ្នាហើយបានវាចេញអញ្ចឹងបាទអញ្ចឹងរាត្រីនេះជារាត្រីបោសផ្កានៅក្នុងចំការទុរេនតកាំងសបោភ័យគុកចាប់ផ្ដើមមានផ្កាបោសបន្តិចតែយាយអត់តន់ពេញទេដូចបងប្អូនឃើញវីដេអូអញ្ចឹងទឹកមួយនៅឡើយទេហើយផ្កានេះគឺផ្កាចំនួនទី1ទៀតនៅផ្កាចំនួនទី2អានឹងបានច្រើនបាទអញ្ចឹងវីដេអូខ្ញុំតាក់ទងនឹងការបង្កាត់ផ្កាឬក៏បោសផ្កានៅពេលរាត្រីមានប៉ុណ្ណឹងសម្រាប់ចែកជូនដល់បងប្អូនដែលជាអ្នកដាំទុរេន
ឱកាសនេះខ្ញុំបាទទេពធីតាសូមអរគុណសូមជម្រាបលា